ជម្រាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបរិយាអំពី Web Design Project project របស់ខ្ញុំមានឈ្មោះថា Bakery Shop Website ហើយនេះគឺជា Table of Content មានទាំងអស់6តែទី1គឺ Introduction ទី2 Project Planning ទី3 Design and Feature ទី4 Implementation ទី5 Future Improvement និងចុងក្រោយគេគឺ Conclusion ចឹងចំណុចទី1គឺ Introduction ដែលក្នុង Introduction ហ្នឹងគឺជាដំបូងខ្ញុំសូមនិយាយអំពី Project Overview ដែលក្នុងនេះគឺគោលបំណងនៃ Project របស់ខ្ញុំគឺបង្កើតអំពី Bakery Shop Website ដែល Website ហ្នឹងគឺអាចឲ្យ User អាច search មើល Bakery Product ក៏ដូចជា View Detail ហើយនិង add item ទៅក្នុងការដើម្បីធ្វើការទិញហើយបន្តមកទៀតគឺ Problem Statement ដោយសារខ្ញុំយល់ឃើញថាមានប្រជាជនមួយចំនួនគឺពួកគេពិបាកក្នុងការស្វែងរក Bakery Product នៅពេលព្រឹកក៏ដូចជាដោយសារតែទីតាំងនៅឆ្ងាយអញ្ចឹងវាធ្វើពិបាកដល់ពួកគាត់ក្នុងការធ្វើការទៅទិញនំប៉័ងឬក៏ dessert ផ្សេងៗហើយ Project Objective គឺមាន 5 ចំណុចគឺទី1គឺធ្វើការ design website ហ្នឹងដោយវា responsive គឺអាច desktop ក៏បានហើយ mobile ក៏បានហើយមួយទៀតគឺ user អាច view bakery item ហើយក៏ search product នៅក្នុង website ហ្នឹងបានទី3គឺមាន card system ដែលអាច calculate price នៅពេលដែល user ចុចទិញឬក៏ add item ទៅការទៅវានឹងគណនាតម្លៃហ្នឹងដោយ automatic ហើយទី4គឺuser អាចនឹងមាន experience ក្នុងការប្រើប្រាស់ navigation bar ដែលវា clean ហើយមាន animation មួយចំនួនហើយមួយទៀតគឺ website ហ្នឹងក៏មានជា delivery សម្រាប់ customer ដែរហើយទី4នោះគឺ target audience គោលបំណង website ហ្នឹងគឺដើម្បីឲ្យ user ដូចជា local customer ដែលចង់ធ្វើការទិញ bakery ផ្សេងៗតាម online ឬក៏មនុស្សមួយចំនួនដែលពួកគេពិបាកក្នុងការទៅទិញនំដោយសារទីតាំងនៅឆ្ងាយឬក៏មានការជាប់របួសទី2គឺពី project planning tool ដែលខ្ញុំប្រើមាន Figma សម្រាប់ wireframe ហើយនិង visual design បន្តមកទៀតមាន Builder.io ក្នុងការជួយធ្វើ structure code ឲ្យយកចេញពី Figma ហើយlanguage ដែលប្រើមានដូចជា HTML CSS ហើយ JavaScript ហើយនិង VS Code សម្រាប់ធ្វើជា code editor ហើយ site structure ទាំងអស់មាន6 page ដែលទី1មាន home page ទី2 menu ទី3 delivery ទី4 special offer ទី5 card ហើយនិងចុងក្រោយគឺ about us page ទី3គឺ design ហើយនិង feature ក្នុងការ design គឺមាន6ចំណុចទី1 navigation bar ដែលមានដូចជាដែល user ហ្នឹងគាត់អាច click ទៅ link home menu delivery special offer about us ហើយនិង card ហើយបន្តមកទៀតមាន search ហើយនិង list feature គឺ user អាចធ្វើការ search item ទៅតាមឈ្មោះបានហើយក្នុងនោះក៏មានបញ្ជាក់ជាតម្លៃហើយនិងរូបភាពទៅតាម product មួយដែរហើយទី3គឺ style ហ្នឹងគឺខ្ញុំធ្វើជាលក្ខណៈ simple ហើយ delivery គឺ user អាច select location ហើយក៏មានជា delivery time ហើយពួកគាត់អាចធ្វើការឈូសទៅលើ map បានហើយទី5គឺ card system នៅពេលដែល user add ទៅ card គឺតម្លៃគឺដល់ price ហ្នឹងវា calculate automatic ហើយនឹងចុងក្រោយគឺ responsive design គឺ layout ដែលអាចដើរបានមានដូចជា desktop tablet ហើយនិង mobile ទី4គឺអំពី implementation ក្នុងនេះគឺជាកូដរបស់ខ្ញុំដែលប្រើ HTML ប៉ុន្តែខ្ញុំដាក់វាជា6 page ដោយចូលគ្នាក្នុងនោះមាន CSS ជាមួយ JavaScript ដែរហើយនេះគឺជា home page ពេលដែល click button នេះទៅវានឹង load ទៅជា menu អានេះក៏ចូលទៅ menu ដែរនៅក្នុង menu page ហ្នឹងគឺ user អាចមើលឃើញ
ជារូបភាពនៃ product bakery ហ្នឹងហើយពួកគាត់ក៏អាច add ចឹងទៅវានឹង add ទៅខាងហើយនេះក៏គេក៏អាច search បានដែរដូច blueberry cheesecake ហ្នឹងយើងអាច say blue ទៅវានឹងចេញបែបអាហ្នឹងមកហើយមួយទៀតគឺជា delivery កន្លែងនេះគឺ user អាច click ទៅវានឹងចូលទៅជា map ដែលពួកគាត់អាច choose location បានហើយកន្លែងនេះមាន recent location ហើយនឹង delivery time នេះគឺជា special offer គឺ website នឹង load ជា product មកនៅពេលដែលមាន promotion ផ្សេងៗនេះគឺជា about a page ដែលនិយាយប្រាប់អំពី detail មួយចំនួនទាក់ទងនឹង website ហាងលក់នំហ្នឹងហើយចុងក្រោយគឺជា card product ដែលយើងបាន add ពី menu ទៅវានឹង load នៅក្នុងនេះហើយ price វានឹង calculate បានដូចយើង add បន្ថែមទៅវានឹងគណនាតម្លៃបាននេះគឺជាកន្លែង check out អញ្ចឹងត្រឡប់មក slide វិញគឺ future improvement មានចំណុចមួយចំនួនដែលខ្ញុំនឹងធ្វើការ update នៅពេលខាងមុខនេះដូចជា add user login ឬក៏ profile system ដាក់ជា database សម្រាប់ save data payment method ដូចជា APA ឬក៏ ACDA ជាដើមដែល user អាចធ្វើការ pay online បានហើយមួយបន្ទាប់ទៀតគឺ user feedback ឬក៏ rating ជាដើមដែល user អាច rate ទៅលើ product មួយបានហើយធ្វើការ feedback នៅពេលមានបញ្ហាណាមួយហើយចុងក្រោយគឺ update delivery page គឺខ្ញុំនឹងធ្វើ update បន្ថែមទៅលើកន្លែង delivery ហ្នឹងនេះគឺជា conclusion ដោយយោងតាម project ហ្នឹងគឺខ្ញុំបាន learn ចំណុចជាច្រើនដែរដូចជា improve skill តាក់ទងនឹង responsive web design ដោយប្រើ HTML CSS ហើយ JavaScript មួយទៀតគឺ learn structure ពី page ជាច្រើនដែលយើងអាចយក component ផ្សេងៗមក reuse មកប្រើប្រាស់បានទៀតហើយចុងក្រោយគឺអាចដឹងបន្ថែមអំពី tool ផ្សេងៗប្រើសម្រាប់ web design ក៏ដូចជា Tailwind ឬក៏ Bit.io ជាដើមនេះគឺជាចុងបញ្ចប់នៃ presentation សូមអរគុណច្រើន